superstar ទាំងពីរមកនិយាយទៅសម្រាប់ការប្រកួតជំនាញខ្ញុំគិតថាគឺល្អមើលខ្លាំងមែនទែនហើយប្រកាសជាមានគ្រាប់ច្រើនបាទបើទោះបីយើងដឹងហើយថាក្រុមទាំងពីរនេះយើងនិយាយពីប្រវត្តិនៃការជួបគ្នាមកគឺលើកចុងក្រោយមកយើងឃើញថាក្រុមជម្រើសជាតិអេស្ប៉ាញបានផ្ដល់មេរៀនឈឺចាប់ទៅកាន់ក្រុមជម្រើសជាតិបារាំងនៅក្នុងវគ្គពាក់កណ្ដាលដាច់ព្រាត់ពានរង្វាន់យូរ៉ូបាទការនោះគឺ Dani Olmo ជាមួយនឹង Lamine Yamal បាទអ្នកធ្វើឲ្យ Kylian Mbappé គឺដើរចេញពីទីលានទាំងមិនអស់ចិត្តណាបាទហើយមុនការប្រកួតចាប់ផ្ដើម Yamal ក៏បានបោះពាក្យសម្ដីជាច្រើនដែរបាទធ្វើឲ្យការប្រកួតបោះមិនខ្លះបោះនិយាយទៅ Yamal គាត់បាននិយាយថាអេស្ប៉ាញមិនមែនជាអ្នកដែលត្រូវខ្លាចបារាំងទេបារាំងទេអ្នកដែលត្រូវខ្លាចអេស្ប៉ាញវិញនោះដោយសារតែអាចនិយាយបានថាពីប្រកួតចុងក្រោយដែលជួបគ្នាទាំង UEFA Nations League ទាំង Euro គឺបារាំងចាញ់អេស្ប៉ាញបាទហើយ Lamine Yamal នេះគេដោយសារគេសមឯព្រោះគេលេង5ប្រកួតជាមួយនឹង Mbappé ក្នុងវគ្គ Knockout Stage មិនថាលីកមិនថានៅក្នុង Cup មិនថានៅក្នុងជម្រើសជាតិគឺ Mbappé មិនដែលឈ្នះ Lamine Yamal ទេប៉ុន្តែអានេះវាអាចនិយាយថាបើនិយាយពីសារបាននៃប្រវត្តិគឺយើងឃើញមែនគឺអេស្ប៉ាញហាក់ដូចជា lead មែនប៉ុន្តែបើយើងនិយាយអំពីគុណភាពតម្រង់ជាមួយនឹងយុទ្ធសាស្ត្រលេងរួមទាំងសមត្ថភាពកីឡាករគិបពេញសាច់ថ្ងៃនេះខ្ញុំហ៊ាននិយាយថាបារាំងតែជាងហើយប៉ុន្តែបើនិយាយពីសារបាននៃប្រវត្តិសាស្ត្រធម្មតាប៉ុន្តែពេលខ្លះបើអត់ទាន់ប្រវត្តិនោះវាអញច្រំដែរណាគឺយើងមើលដល់ Norway ជាមួយនឹង Brazil បាទបងថាតែនិយាយថា Norway ឲ្យតែឃើញ Brazil ដូចឃើញព្រាយបាទហ្នឹងវាមែនណា Brazil ឃើញ Norway ហ្នឹងហើយ Brazil ឃើញ Norway ដូចឃើញព្រាយអញ្ចឹងធ្វើឲ្យអាប្រវត្តិសាស្ត្រហ្នឹងវាអាចច្រំដែរទោះបីជាសមត្ថភាពកីឡាករខ្លាំងលើសក៏ប៉ុន្តែដូច Brazil ដូចបារាំងអញ្ចឹងឥឡូវកំពុងកីឡាករល្អអាចថាគាត់លើក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញណាប៉ុន្តែបើយើងនិយាយពីប្រវត្តិគឺវាអាចដែរបាទឥឡូវឲ្យវាគ្មិនលោកមានមតិសិនណាលោកនិយាយអស់ហ្នឹងឲ្យវាគ្មិនបាននិយាយខ្ញុំគ្រាន់តែចង់បន្ថែមពីប្រវត្តិក្រោមដបូលរបស់ខ្ញុំចាំឲ្យលោកចេញទេចាំលោកចេញទេតែខ្សែដៃទៅជាលុយដល់បាទនេះសេរីមួយលានមុខខ្សែដៃមួយខ្សែមួយលានហ្នឹងគាត់សេរីពាក់លេងហ្នឹងអញ្ចឹងលោកនិយាយភាសាចង់និយាយថាខ្ញុំអត់មានលទ្ធភាពទិញវាមានហើយជួនកាលមានលទ្ធភាពដែរតែលោកអត់ហ៊ានទិញបាទលោកមានលទ្ធភាពតែលោកអត់ហ៊ានបាទឥឡូវបន្តចុះតែតាក់ទងមួយរកគាត់និយាយថាប្រវត្តិសាស្ត្រអាចច្រំដែរត្រូវបងប្រវត្តិសាស្ត្រអាចច្រំដែរអាចនឹងបារាំងទម្លាក់អេស្ប៉ាញម្ដងទៀតបាទព្រោះឆ្នាំ2006បារាំងទម្លាក់អេស្ប៉ាញនៅ World Cup ម្ដងហើយមានតែក្រុមទាំងពីរធ្លាប់ជួបគ្នាតែម្ដងទេនៅ World Cup ជួបគ្នាម្ដងទេចង់និយាយថាបើនិយាយពីប្រវត្តិជួបគ្នាការប្រកួតកន្លងមកវាច្រើនបារាំងរៀងចាញ់តែអេស្ប៉ាញដែរប៉ុន្តែបើនិយាយ World Cup អេស្ប៉ាញមិនគីឡូមួយបារាំងទេបាទនិយាយវិញប៉ុន្តែបើយើងនិយាយការនោះ2006បារាំងពេញខ្លាំងណាបងតែមកចាញ់អ៊ីតាលីនៅវគ្គផ្ដាច់ព្រាត់ចាញ់អ៊ីតាលីកាលនោះមានរឿងធំណាស់ដែលស៊ីដានគាត់បុកក្បាលទៅលើកីឡាកររបស់បាទអ៊ីតាលីហើយយើងចាំបានកាលនោះដូចជាអានេះខ្ញុំតាមដានប្រវត្តិណាបាទដូចជាកីឡាកររបស់អ៊ីតាលីនោះគឺប្រមាថទៅលើប្រពន្ធរបស់គាត់អញ្ចឹងរហូតដល់គាត់ទប់អារម្មណ៍អត់បានណាគេថាលេងចាំដូចជាប្អូនស្រីផងហើយលែបខ្លាយប្អូនស្រីណាបាទលេងចិត្តសាស្ត្រហ្នឹងដល់ពេលអស់ស៊ីដានមួយតែអស់ស៊ីដានមួយនៅតែទីបំផុតទៅទាត់បាល់ពេញទីដែរបាទតែបើសិនជាឥឡូវនិយាយចេះយុទ្ធសាស្ត្រពេលខ្លះវាអាចចំណេញយ៉ាងមែនណាយុទ្ធសាស្ត្រដោយសារភាសាពាក្យសម្ដីរបស់កីឡាករអ៊ីតាលីគឺគាត់ធ្វើមិនឲ្យស៊ីដានគឺជា key match play របស់បារាំងហើយអញ្ចឹងទៅពេលដែលធ្វើឲ្យស៊ីដានបាត់បង់ស៊ីដានមួយអញ្ចឹងគាត់អាចមានឱកាសក្នុងការអូបារាំងលេងដល់ final ទៅដល់ម៉ោងបន្ថែមហើយគាត់2នាទីតែបើសិនជាមានស៊ីដានជួនកាលវាអាចអត់ដល់ម៉ោងហ្នឹងទេវាត្រឹម90នាទីបាទព្រោះថាបាត់បង់កម្លាំងសំខាន់ហើយយុទ្ធដែលកំពុងប្រែមកគាត់ស៊ីដានណាហើយលេង10ទៅ11នាក់ទៀតអញ្ចឹងវាជារឿងមួយដែលថា change game អញ្ចឹងបារាំងគេបដូរពីយុទ្ធទៅជាទប់ហើយអញ្ចឹងបន្តទៀតគូពេជ្រយល់ឃើញបន្តយ៉ាងណាដែរហើយបងប្អូនដែលទស្សនាសុំ400 view មកហើយយើងនឹងមានការសំណួរចម្លើយឆ្លើយយករង្វាន់ពី TV Sport ដែលមានការឧបត្ថម្ភពី ASB 188ហើយបញ្ជាក់ជូនថារាល់អ្វីដែលយើងលើកឡើងនេះយើងនឹងអាចសួរបកទៅកាន់បងប្អូនអញ្ចឹងបើសិនជាបងប្អូនយើងបានទស្សនាពីដើមរហូតដល់វគ្គដែលយើងត្រូវសួរនេះបងប្អូនយើងអាចនឹងមាន tip ហើយមាន hint ខ្លះអញ្ចឹងគ្រាន់តែ share ការ live នេះជា public មកហើយ join channel TV ដែលខ្ញុំបាន pin comment នៅខាងក្រោមគឺជាការស្រាច់អញ្ចឹងសម្រាប់ក្រុមទាំងពីរនេះគូពេជ្រមានថាប្រវត្តិជួបគ្នាកន្លងមកនៅ World Cup បានតែម្ដងគាត់បានតែម្ដងបារាំងអ្នកឈ្នះបាទអញ្ចឹងសម្រាប់បារាំងមុននឹងឡើងមកដល់វគ្គពាក់កណ្ដាលប្រតតើបារាំងបានឈ្នះក្រុមណាខ្លះដែរនៅ World Cup នេះបាទនៅ World Cup ឆ្នាំ2026នេះមុននឹងមកដល់វគ្គពាក់កណ្ដាលដាច់ព្រាត់នៅវគ្គ32ក្រុមហូបសុយអែតរហូតដល់3-0ណាបាទវគ្គ16ក្រុមចុងក្រោយហូបប៉ារ៉ាហ្គាយ1-0ហូបតឹងបាទហូបតឹងហ្មងហូបពេលនាទីកាលនោះអាពេលនាទីហើយកាលនោះគឺគេតាមញ៉ោះអាពេលណាតែអាពេលនៅញឹមធម្មតាអានេះឯងយុទ្ធសាស្ត្រដូចអ៊ីតាលីកាលឆ្នាំ2006មួយបារាំងណា
ដល់ពេលចូលមកដល់វគ្គ8ក្រុមចុងក្រោយមិននឹកស្មានថាបារាំងធ្វើម៉ារ៉ុកបែកដល់ 2-0 ហ្នឹង 2-0 បិទមកទាំងម៉ារ៉ុកដែលគេថាជាក្រុមមួយដែលរឹងអញ្ចឹងគូពេជ្រខ្ញុំឲ្យគូពេជ្រនិយាយពីបារាំងព្រោះថាអេស្ប៉ាញខ្ញុំទុកព្រះអីឡាហ្វីអញ្ចឹងឲ្យគូពេជ្រនិយាយថាបារាំងនេះគូពេជ្រអញយល់ឃើញបែបណាហើយធ្លាប់លើកពានប្រមាណដងហើយដល់វគ្គពាក់កណ្ដាលប្រនេះគេធ្លាប់ឡើងបានប្រមាណដងដែរបារាំងបើយើងនិយាយតាក់ទងមួយបារាំងឡើងមកកាន់វគ្គផ្ដាច់ព្រាត់ច្រើនដងដែរហើយរងជើងឯកបាន2 ដងរងជើងឯកឆ្នាំ2006និង2022ហើយឈ្នះជើងឯកបាន2 ដងដែរគឺឆ្នាំ98និងឆ្នាំ2018 2018មួយហើយឆ្នាំ98ហ្នឹងគឺការដែលបារាំងធ្វើជាម្ចាស់ផ្ទះធ្វើជាម្ចាស់ផ្ទះខ្លួនឯងហើយការនោះគ្រូវឹករងថ្ងៃហ្នឹងគឺគាត់ជាកីឡាករជាកាពីតែនក្រុមអញ្ចឹងមានថាលោកឌីចាំគាត់ឈ្នះពានរង្វាន់ World Cup 2មួយក្នុងនាមជាកីឡាករមួយទៀតក្នុងនាមជាគ្រូវឹកអញ្ចឹងនិយាយទៅគឺ2 ដងរបស់បារាំងសិតសឹងតែជាសមិទ្ធផលរបស់គាត់ណាបើអញ្ចឹងនិយាយទៅបារាំងខ្ញុំចង់បន្ថែមបន្តិចបារាំងឡើងមក Final Game ដល់5 ដងឆ្នាំ98ឆ្នាំ2006និងឆ្នាំ2018 2022ហើយនិងឆ្នាំ2000នេះ26នេះអាចនិយាយបានថាឥឡូវនេះទៅពាក់កណ្ដាលជាស្រ័យ4 ដងតែបើសិនគេឈ្នះគេអាចឡើងដល់6 ដងហើយ5 ដងបាទជាស្រ័យអញ្ចឹងមានន័យថាបើនិយាយបើសិនជាបារាំងអាចឈ្នះការប្រកួតនៅក្នុងយប់នេះជាមួយនឹងអេស្ប៉ាញមានន័យថាបារាំងគឺជាក្រុមទី1ដែលឡើង Final Game 3 ឆ្នាំជាប់គ្នាបាទវាអត់ដែរមានក្រុម2ហើយមានអាល្លឺម៉ង់ខាងលិចនិងប្រេស៊ីលបាទប្រេស៊ីល94 98 2002ប៉ុន្តែលើកពេលម្ដងលើកពេល2 ដងបាទប៉ុន្តែមានថាមានក្រុម2ហើយដែលអាចឡើងដល់វគ្គផ្ដាច់ព្រាត់3 ដងជាប់គ្នាមានអាល្លឺម៉ង់ខាងលិចដែលកាលនោះតាមចាំដែលខ្ញុំមានគាត់ដែរមានមើលដែរមានអាល្លឺម៉ង់ខាងលិចគឺឡើងដល់8286ហើយនឹង90ហើយដល់ពេលប្រេស៊ីល94 98 2002បាទហើយ98មិនចាញ់បារាំងចាញ់បារាំង Final 94មិនឈ្នះ World Cup ហើយ2002មិនឈ្នះ World Cup ម្ដងទៀតបាទអញ្ចឹងហើយអាល្លឺម៉ង់ខាងលិចឡើងដល់ Final 3 ដងហ្នឹងគឺឈ្នះជើងឯកតែម្ដងទេអញ្ចឹងប្រេស៊ីលឡើងដល់3 ដងគឺឈ្នះជើងឯក2 ដងបាទដាច់ទេអូខេតវិចបាទអញ្ចឹងដូចបានបញ្ជាក់បើយើងនិយាយពីបារាំងគាត់អាចនិយាយថាគាត់ក៏ជាក្រុមមួយដែលជោគជ័យខ្លាំងនៅ World Cup ដែរបាទហើយបារាំងក៏ធ្លាប់បានលេខ3បាទគឺ2 ដងដែរបាទឆ្នាំ58ហើយនិងឆ្នាំ86សម្រាប់ក្រុមជំនឿជាតិម៉ុនកុកបារាំងបាទហើយបើតាក់ទិនមួយបារាំងសម្រាប់ការប្រកួតយប់នេះខ្ញុំនៅតែគិតថាបារាំងមានតែមជាងអេស្ប៉ាញបាទប៉ុន្តែសម្រាប់ខ្ញុំនៅតែគាំទ្រអេស្ប៉ាញនៅស្អីដោយសារតែខ្ញុំគិតថាអេស្ប៉ាញបាទគឺលេងជាក្រុមតាំងពីក្រោមរហូតដល់លើទាំងអ្នកចាំទីហើយមួយទៀតមុននឹងមកដល់ការប្រកួតនេះអ្នកចាំទីរបស់អេស្ប៉ាញ Unai Simon ណាគាត់បាននិយាយបញ្ជាក់មកថាគាត់អត់ខ្លាចទេអឹមបាប៉េគាត់ខ្លាចជាងគេគឺ Dembele គាត់ខ្លាច Dembele ជាងអឹមបាប៉េបើ Dembele គាត់ថាឆ្វេងក៏បានស្ដាំក៏បានដែរតែបើអឹមបាប៉េពេលច្រើនគឺគាត់តទៅស្ដាំទេបាទគាត់តស្ដាំទេប៉ុន្តែបបាក់ចាប់ Dembele ដូចបងបាននិយាយថាអត់ដឹងថាឆ្វេងឬក៏ស្ដាំទេបបាក់ចាប់គាត់ត្រង់ហ្នឹងមកអញ្ចឹងគាត់ថាខ្សែប្រយុទ្ធដែលគាត់ខ្លាចជាងគេពេលប៉ះបារាំងហ្នឹងគឺ Ousmane Dembele អញ្ចឹងបានថាដោយសារ Dembele ខ្ញុំស្បែកខ្ញុំក៏ខ្ញុំបែងចែកជើងគាត់ច្បាស់ទេថាគាត់ជំនាញខាងណាប្រកបជួនកាលគាត់ទាញឡើង free kick ស្ដាំជួនកាលឆ្វេងវាអត់ទៀងណាអញ្ចឹងមានថាគាត់កីឡាករប្រភេទដូច Dembele នេះគាត់អាចចល័ត switch មានថាគាត់ switch មានថាផ្លាស់ប្ដូរ role បានឆ្វេងស្ដាំបានអញ្ចឹងរបៀបនៃការចាប់ខ្សែការពារខ្លះគាត់អាចនឹងចាប់របៀបថាបើអ្នកស្ដាំគាត់ដឹងរបៀបចាប់ស្ដាំសើឆក់ស្ដាំអញ្ចឹងគាត់ប្រេដល់សើដែលឡើងស្ដាំតែដល់ពេលប៉ះមួយកីឡាករដែលចេះពីច្រកអញ្ចឹងអត់ដឹងថាតើគូសេរីច្រកណាដូចកីឡាករអូលីសេគាត់ដឹងថាឆ្វេងទាញបត់កឹបឆ្វេងស្ដាំហើយតែតែម្លេះបាក់ចាប់ថ្ងៃមុនឃើញប៉ះមួយ Norway តែម្លេះដាក់ hat trick ដែរឯងបាទ4 3គ្រាប់តែម្លេះគាត់ជាកីឡាករ match play មានន័យថាយ៉ាងម៉េចមានថាគាត់អាចនាំលេងក៏បានអាចបង្កើតការស៊ុបខ្លួនឯងក៏បានអញ្ចឹងវាជាភាពមួយចំណេញបាទហើយបើយើងតាក់ទិនមួយកីឡាករដូច Dembele Mason Greenwood ក៏អញ្ចឹងដែរបាទ Mason Greenwood ហើយ Van Persie ក៏អញ្ចឹងដែរ Van Persie ក៏ពិបាកចាប់គាត់ស្ដាំទោះឆ្វេងស្រីមកគាត់តែស្ដាំមកគាត់ក៏ច្បាស់ណាច្បាស់ដែរគាត់ស្ដាំច្បាស់ដែរគ្រាន់ថាបើនិយាយមែនទែន Van Persie គាត់ពីច្រើនគឺគាត់ឲ្យឡើងឆ្វេងគាត់ធ្ងន់ជាងមានថាឆ្វេងរបស់គាត់ហ្នឹងគឺគាត់ជួយអាមុំដែរអស់បាទកីឡាករដែលអស់មុំមានដូច Malcolm មានដូចជា Maicon នេះ Maicon ជំនាន់ប្រេស៊ីលMalcolm ប្រេស៊ីលចរិចាបាទ Maicon បាទ Maicon ខ្សែការពារកូដស្លាប់ស្ដាំណាតែឡើងអតទៅជួយទាត់ទីឲ្យបាល់អស់មុំហើយមួយទៀតហ្នឹងគឺមាន Van Persie នេះខ្ញុំមើលឃើញអ្នកដែលទាត់បាល់អង្គ Verme ទៅតូចក៏ទាត់ចូលបាទខ្លាំងហើយក្បាលគាត់ក៏ច្បាស់ណាអញ្ចឹងក្បាលគាត់ច្បាស់ហើយបាទអញ្ចឹងតកតងលទ្ធផលបាទសិនជាកុពេចគិតឃើញបែបណាដែរសម្រាប់វគ្គsemi final ដល់តានតឹងនេះ
យប់នេះសម្រាប់លទ្ធផល90នាទីខ្ញុំគិតថា2ស្មើ 2ស្មើ 2ស្មើ អញ្ចឹងមានថាគោលដៅដំបូងដែលក៏ពេចឲ្យហ៊ានតែបងប្អូននេះគឺថាបាល់នេះមានម៉ោងថែម មានម៉ោងថែម មានម៉ោងថែមមួយយ៉ាង ខ្ញុំថា2ស្មើហើយទៅដល់120នាទីអេស្ប៉ាញដាក់មកគ្រាប់ទៀត 3-2 3-2 អញ្ចឹងនៅតែជួយចិត្តលើស្ប៉ាញថានឹងអាចបន្តឈ្នះក្រុមជម្រើសជាតិបារាំងនៅវគ្គ semi final 3 ដងចុះគ្នា បាទ អាយ៉ានេះពីគូពេចទៅគាត់គិតថាក្រុមជម្រើសជាតិបារាំងខ្លាំងហើយប៉ុន្តែគាត់គិតថាអេស្ប៉ាញអាចនឹងឈ្នះបារាំងដោយលទ្ធផលតានតឹង បាទ ដែលមានគ្រាប់បាល់90នាទីដល់ទៅ4គ្រាប់គេថា both team to score បាទ អញ្ចឹងហើយដល់ម៉ោងបន្ថែមគាត់គិតថាអេស្ប៉ាញអាចទម្លាក់បារាំង បាទ បាទនេះពីគូ បាទ ពេច បាទហើយចូលលោកអូស្ការមិនវិញ ខ្ញុំយើងពីរអ្នកចាំយើងជូនក្រោយ ចុងក្រោយឥឡូវ ក្រោយ បាទ បាទឥឡូវអរគុណទៅដល់ប៉ាពេចបាទអាចសម្រាប់បន្តិចសិនបាន បាទ ហើយយើងស្វាគមន៍ប្រិមិត្តអេស្ប៉ាញព្រោះថ្ងៃនេះគេមានអ្នកគ្រប់គ្រងបារាំងមានអ្នកគ្រប់គ្រងអេស្ប៉ាញប៉ុន្តែលោកនេះលើកពីបារាំងមកតែទីថាអេស្ប៉ាញឈ្នះ បាទ បាទអញ្ចឹងលោកឡាហ្វីបាទតាឡាហ្វីវ៉េស្ប៉ាសុំលោកបង្ហាញវត្តមានទីមកបាទហើយ Harvard នេះគេចាំឲ្យនៅចុងក្រោយមួយយើង អេរឹកតារាទីបាទរឹកតារាទីថា MC នោះមានកូនហើយធ្វើសក់ពណ៌ហើយណាអេ បា មនុ ទ ស្ស វាសួរបាទ បាទមានសួរលោកឡាទីផងបាទហើយអារ៉ាស្នេះគេ MC គេ MC ក៏មិនហៅគេថាទៅ អាសា អាសាខ្លាច អាសាខ្លាចហ្មងអី ខ្ញុំមុនមកសុំមានកម្ពី បាទ វេទកម្ពីឯណាទៀតណា បាទអូមិនធម្មតា ឥឡូវសួរតែមួយម៉ាត់ទេ បាទ អេស្ប៉ាញរបូតប្រមាណគ្រាប់នៅ World Cup 2026 អេស្ប៉ាញ បាទ លោក សម្រាប់អេស្ប៉ាញអត់ទាន់បានដឹងច្បាស់ មកគ្រាប់ លោក មកគ្រាប់មួយបើសិចហ្នឹង បាទ តែមួយទេ បានថាពេលខ្លះយើងចូលមកយើងលេងសាមីបងប្អូនយើងតិចសិនបាទធម្មតាគេថា surprise ចឹងបាទ ចេះនិយាយថាអាសាដែលខ្លាច បាទ ឥឡូវថាដល់ពេលយើងឃើញបែបណាដែរតាក់ទងទម្រង់លេងរបស់អេស្ប៉ាញហើយមានអីជាការជំរាបដល់បងប្អូននេះព្រោះគូពេចគាត់បាននិយាយពីបារាំងច្រើនហើយមិញ បាទអញ្ចឹងបាទសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញបាទតាមយល់ឃើញរបស់ខ្ញុំតាំងពីបើគិតមកដល់ពេលឆ្នាំ2026នេះគឺអេស្ប៉ាញគេបានមានវត្តមានក្នុងការប្រកួតពានរង្វាន់ FIFA World Cup នេះចំនួន17ដងហើយ បាទ ហើយក្នុងបាទហើយឡើងមកដល់វគ្គ4ក្រុមចុងក្រោយនេះគឺជាលើកទី5របស់ខ្លួនបាទជាលើកទី5អញ្ចឹងបើនិយាយសរុបមកនៅក្នុងឆ្នាំ2026នេះខ្ញុំសម្លឹងឃើញថាក្រុមជម្រើសជាតិអេស្ប៉ាញចូលចិត្តលេងបាល់ខ្លីគេហៅថាទម្រង់ទីតាកាគឺធ្វើបានល្អខ្លាំងនៅក្នុងរដូវកាលនេះបើសិនជាបើទោះបីជាអេស្ប៉ាញគឺជួបនៅក្នុងបារាំងជប់ហ្នឹងបើបារាំង លើកឬក៏3ដង អេលោកច្រឡំទៅណាលោក 3ដងតា វគ្គ4ក្រុម បាទដូចជា3ដងទាំងហ្នឹង អត់លើកនេះទៅ4ដល់លើកនេះដែរ 4ដងទាំងនេះ អេចូលមើលសិន ទាំងឆ្នាំ2026នេះបើយើងគិតពី ចូលវាមានជាងនេះខ្ញុំមើលនេះ ប្រហែលដង 4ដង 4ដងឆ្នាំណាខ្លះ ព្រោះឆ្នាំតាំងពីយើងចាប់តាំងពីឆ្នាំ1950មក បាទ ពេលបើលេងបើវាច្រើនប្រកួតដែរបងបាទក្នុងឆ្នាំហ្នឹងយើងគាត់ថាដឹងថា4ដងពេលយើងមើលក្នុងបើ website មួយចំនួនដែលជា website ដូចថា Transfer Market ណា បាទ បាទហើយយើងស្រង់ប្រទេសបាទ ដូចជាឡើងមកវគ្គ semi final ដល់ដូចជា12ដងទេ 3ដងទាំងហ្នឹង 3ដងទៅហ្នឹង បាទតែខ្ញុំចាំគឺ3ដងទាំងហ្នឹង 2010ឡើង final ឈ្នះ2050 1950គាត់ឡើងមកដល់វគ្គពាក់ណាវៃពតហើយគាត់បានលេខ4 លើកនេះតែ3ដងទេ 3ដង បាទ បាទហើយជើងអាចបានតែម្ដងទេបន្តទៀតគេលោទៅច្រឡំយូរ៉ូអីហ្នឹងណា អត់ទេអត់ទេ បាទឥឡូវ3ដងតែលើកហ្នឹងបាទសុំកែតម្រូវ បាទសុំតែកែតម្រូវដោយសារពេលខ្លះ website ខ្លះយើងមិនអាចថា មិន website ទេមកយើងខុសខ្លួនឯងទៅធ្វើ website ខុស ឥឡូវចេះ បាទវាច្រើន មូលហេតុយើងគឺ La Fister ជើងក្រោម បាទស្ទើរជើងក្រោម យើងបន្ថែមទៀតអីតែ3ដង បន្តបាន អញ្ចឹងយកទៅបាទមួយម៉ាត់យ៉ាងខ្លីថាយប់នេះគឺអេស្ប៉ាញនឹងមានឱកាសវាបកយកឈ្នះទៅលើក្រុមជម្រើសជាតិបារាំង ប្រហែលទៅលទ្ធផល លទ្ធផលបើក្នុងស្ថិតិរាល់ដងខ្ញុំការទូទាយនៅក្នុងតង់ទី1តែខុសប៉ុន្តែពេលដែលចូលតង់ទី2 តែងតែត្រូវ បាទតែងតែត្រូវធ្វើបានល្អច្រើនអញ្ចឹងក្នុងលទ្ធផលអាចនៅក្នុងបាទ90នាទីពេញខ្ញុំគិតថាអាចមាន2-7 2-2 បាទ ឥឡូវសុំមួយម៉ាត់ទៀតក្នុងចំណោម4ក្រុមហ្នឹងឥឡូវគាត់គិតថាអេស្ប៉ាញឈ្នះគូនេះណាបើសិនជាឲ្យឡាហ្វីប្រមើមើលតាមអ្វីដែលឡាហ្វីធ្លាប់ឆាតធ្លាប់មើលធ្លាប់ឃើញកន្លងមកជាមួយអាសាយណាឡាហ្វីគិតថាក្រុមណាដែលមានភាគរយខ្ពស់ជាងគេក្នុងការក្រុងជាងឯងគិតមក4ក្រុមណា ខ្ញុំគិតថានៅតែសងទីន យ៉ាអញ្ចឹងគិតលើអាសង់ទីន បាទ មានថាអេស្ប៉ាញអាចតម្លាក់បារាំងហើយដល់ពេលអាសង់ទីនអាចតម្លាក់អង់គ្លេសហើយមានថាអាសង់ទីនអាចឈ្នះអេស្ប៉ាញនៅ final game បាទ ឥឡូវសង្ឃឹមបានភាគរយ សម្រាប់បាទអេស្ប៉ាញគឺខ្ញុំសង្ឃឹម 78%
សង់ទីន78%ច្បាស់មកនិយាយដាច់ទៅទៅមកទៅក្រោយ ចុះនិយាយភាគរយមិន78%អត់ទេបើសិនជាលោកឆាតមួយអាសាខ្ញុំទៅសារ បាទ លោកនិយាយលះនិយាយមិនខុសនិយាយបានល្អប៉ុន្តែនៅពេលនិយាយជាមួយខ្ញុំនេះលោកដូចជាអត់មានមโนសេចក្ដីនៅក្នុងការជជែករបស់យើងមានទៅហើយ ដូចយើងវិភាគជាមួយអ្នកផ្លូវក្នុង មកនៅផ្លូវក្នុងដូច ដូចមិនយើងកំពុងវិភាគមួយវិញ្ញាណហ្នឹង ដូចសម័យ បាទអារូបកាយនេះគឺដល់អាសាបានហើយដល់ពេលអាវិញ្ញាណហ្នឹងក៏នៅមួយយើងអញ្ បាទ ចឹងដល់វិញ្ញាណភាំងនឹកអាសាទៅធ្វើឲ្យចឹងនិយាយថាពេលខ្លះយ៉ាប់ហ្មង បាទអរគុណច្រើន បាទអរគុណច្រើន អាចសម្រាប់បាន បាទ អីទៅកែតម្រូវអីទៅខុសកែវិញណា បាទ បាទតោះឥឡូវនេះហាវ៉ាត់មកជជែកមួយគ្នាជាមួយបងតែម្ដងឥឡូវនេះចូលដល់សាច់រឿងហើយតាក់ទងទៅនឹងល្អឥអាចនិយាយបានតាក់ទងការប្រកួត semi final នេះមានអីដែលជាការចង់ផ្ដល់ជូនដល់បងប្អូននេះដែលគាត់កំពុងស្ដាប់370នាក់នេះអញ្ចឹងអាចធ្វើការវិភាគជូនបងប្អូនយើងចាប់ពីពេលនេះទៅបាន បើយើងនិយាយពីការប្រកួតក្រុមទាំងពីរប្រវត្តិបើយើងមើលប្រវត្តិក៏បារាំងឈ្នះទៅជាងអេស្ប៉ាញដែរមានន័យថា38លើកដូចជាអេស្ប៉ាញឈ្នះដល់ប្រហែលដូចជា 18 លើក បាទបារាំងឈ្នះ 13 លើកហើយស្មើ5ហ៎ បាទស្មើ លើកមានន័យថាស្មើគឺវាបើយើងនិយាយទៅគឺស្ថិតិគឺបារាំងអាចក្រុមអេស្ប៉ាញហើយបាទអេស្ប៉ាញគេល្អទាំងប្រវត្តិព្រោះដោយសារអីអាចនិយាយបានថាចង្វាក់បារាំងគឺគាត់ផ្ដោតលើសមត្ថភាពនៃការវិបកលឿន តាំងពីជំនាន់មុនមិនមែនដល់ឥឡូវទេយើងមើលជំនាន់ស៊ីដានមកគឺបារាំងគេលេងបាល់របៀបលឿនហើយគេលេងបាល់វាថាគេអត់ទៅផ្ដោតលើការ control សាច់បាល់ប្រហែលទេ ឬក៏ការការពារខ្លាំង បាទការការពារគឺព្យាយាមថាមានថាបារាំងគឺជាមន់ដែលមន់ជុលហ្មងមានតែមន់ចាក់ហ្មងអញ្ចឹងចាញ់ឈ្នះឈ្នះ អត់មាននឹងអង្គុយមើលក្តិតគេហើយដើម្បីយកលើកពេលនេះបារាំងគឺអត់ចេះធ្វើអញ្ចឹងទេ បាទហើយអត់មានលេងទប់អីលើកំពឹងពេលណាទីអត់ទេ អត់កំពឹងទេហើយបើអេស្ប៉ាញវិញឆន្ទៈរបស់ពួកគេគឺគេព្យាយាមរក្សាបាល់មានន័យថាអ្នកឯងបើអញមិនមានបាល់តតឯងក៏ឯងមិនអាចតតមានបាល់តតទីអញដែរមានថាគាត់ព្យាយាមលេង control គ្រប់គ្រង position លើសាច់បាល់ហ្មងនិយាយទៅគឺអេស្ប៉ាញគេបើយើងនិយាយពីប្រហែលជាង20ឆ្នាំមុននេះដែលខ្ញុំស្គាល់អេស្ប៉ាញមកណាចាប់បានស្គាល់មើលបាល់អេស្ប៉ាញតាំងពីស៊េរីឆ្នាំក្នុង2006មកខ្ញុំឃើញថាអេស្ប៉ាញគឺជាក្រុមមួយដែលលេងបាល់ស្អិតហ្មងស្អិតខ្លាំងហ្មងតាំងពីជំនាន់ដែលគេឈ្នះ Euro 2008 បាទ គេឈ្នះ2000 World Cup 2010ក៏គេឈ្នះនៅអាហ្វ្រិកខាងត្បូងដែរដល់ពេលឆ្នាំ2012គេឈ្នះទៀតឈ្នះ Euro ទៀត Euro ទៀតបាទ អញ្ចឹងអញនៅក្នុងចន្លោះឆ្នាំគឺឆ្នាំមាសរបស់អេស្ប៉ាញហើយកាលនោះមិនអត់ទេណាបារាំងអ៊ីតាលីបារាំងហើយជាមួយនឹងអាល្លឺម៉ង់សឹកកំពូលក្រុមខ្លាំងណាបាទហើយជំនាន់នោះប្រេស៊ីលក៏មិនធម្មតាដែរគ្រាន់តែប្រេស៊ីលចាប់តាមធ្លាក់hơiបន្តិចទេតែមើលឃើញចាក់ស្ដែងគឺអេស្ប៉ាញគឺជាក្រុមដែលលេងបាល់ស្អិតមែនទែនហ្មងអញ្ចឹងអេស្ប៉ាញនៅពេលដែលប៉ះក្រុមដែលដូចបារាំងគាត់អត់សូវបារម្ភទេព្រោះដោយសារទីមួយមានន័យថាគាត់ជាក្រុមដែលលេងច្បាស់ខ្លីស្អិតអញ្ចឹងពេលដែលប៉ះមួយក្រុមដូចបារាំងក៏គេជាក្រុមមួយដែលរបៀបថាគេអត់អង្គុយតែទប់ហ៎ក្រុមដែលលេងចង្វាក់ខ្លីៗយើងមើលប៉េបឌីឡាដឹកនាំមានសិទ្ធិទីតាការឲ្យតែប៉ះអាសនលប៉ះក្រុមណាដែលទប់មាំប៉េបគឺចាប់អង្គាំងសៅងាងមកដោយសារមានន័យថាចង្វាក់របស់ប៉េបគឺផ្ដោតលើការចោះទម្លុះរកចន្លោះវេលេងតែដល់ពេលណែនពេកធ្វើឲ្យគាត់3 0ហើយចង្វាក់នៃការ counter របស់គូបដិបកមុតគឺធ្វើឲ្យចង្វាក់នៃការលេងបាល់បែប control ទីតាការលេងបាល់ខ្លីៗនោះគឺវេទនាហើយអញ្ចឹងសម្រាប់ការប្រកួតដែលប៉ះជាមួយបារាំងនៅយុគនេះខ្ញុំអាចនឹងបារម្ភនៅពេល World Cup 2022កន្លងទៅខ្ញុំឃើញបារាំងស្ទើរជើងក្រោមបារាំងអាចនឹងស្ទើរបំរើព្រោះឲ្យបាត់ផកបាបាត់ហ្នឹងទេបាត់កុនតេបាទបាត់កន្ទេគាត់កន្ទេដូចបង្ហាញខ្លួនអត់ទេលបួហ្នឹងអញ្ចឹងនៅពេលហ្នឹងគឺជាពេលវេលាមួយដែលអាចនិយាយបានថាពេលប៉ះមួយនឹងអាសង់ទីនគឺបារាំងចុះខ្សោយហើយប៉ុន្តែឆ្នាំនេះបារាំងមិនដូចឆ្នាំមុនទេឆ្នាំនេះគឺជាឆ្នាំយុគសម័យមាសរបស់បារាំងហ្មងព្រោះល្អខ្លាំងណាស់បើយើងនិយាយអំពីតលយៈភាពក្រុមមានបំរុងក៏សាច់ញាក់សាច់ដែរថ្ងៃនេះកីឡាករបារាំងបើយើងនិយាយមែនតែណាប៉ះក្នុងវគ្គ group stage មុំសឹងមិនដាក់11នាក់នេះគេលេងដាក់តែ reserve ក៏អាចលេងឈ្នះគេដែរប៉ុន្តែដោយសារហេតុអីបានគេមិនធ្វើអញ្ចឹងគឺគេចង់ឲ្យកីឡាករដែលជា main line up របស់គេនេះគឺ fit មានន័យថាគាត់លេងយល់ចិត្តគ្នាឲ្យវាស៊ីជម្រៅហើយឲ្យផ្សំជាមួយនឹងការប្រកួតឲ្យហើយអញ្ចឹងហើយធ្វើឲ្យស្ថានភាពនៃការប្រកួតគឺបារាំងពីមួយប្រកួតទៅមួយប្រកួតក៏ល្អទៅរហូតដល់យើងមើលឃើញយ៉ាងស្ដែងខ្ញុំមើលឃើញថានៅពេលដែលប៉ះជាមួយនឹងម៉ារ៉ុកក៏ជាក្រុមដែលមាំដែរស៊ូបច្ចេកទេសម៉ារ៉ុកក៏មិនអន់ដែរហើយអាចទទួលបានបទពិសោធន៍នៃការប្រកួតកន្លងមកជាមួយបារាំងម៉ារ៉ុកគាត់អាចនឹងយល់ខ្លះហើយប៉ុន្តែរបៀបនៃការរកគាត់បាល់បារាំងគឺពិបាកក្នុងការស្វែងយល់មែនទែនមានថាគាត់អាចរកពីស្លាបគាត់អាចរកពីស្លាបឆ្វេងស្លាបស្ដាំអាចពីកណ្ដាលមានថាបំរើក៏អាចរកបាល់បានប្រយុទ្ធក៏អាចរកបាល់បានធ្វើឲ្យប្រយុទ្ធ3រូបខាងលើរបស់បារាំងយើងមើលឃើញយ៉ាងស្ដែងគឺពេលខ្លះអឹមបាប៉េគេអាចរកថាជាកីឡាករដែលប្រយុទ្ធមុតហើយគាត់ជាកីឡាករដែលបង្កគ្រោះថ្នាក់បំផុតសម្រាប់ក្រុមគេពួកគូបដិបាដល់ពេលបារាំងគេបិទទៅអឹមបាប៉េទៅធ្លាយណាដេមបាឡេទាត់អញ្ចឹងអានេះមិនថាបិទឆ្វេងបាទបិទធ្លាយស្ដាំមានថាពិបាកទប់មែនទែនហើយ
tầm rong lấy bập răng này khó mơ hả khó kháng là sai cứ ca lên lươn mà phật à lấy răng mình cứ được bốc kê đấy răng có thôi chơi ca pê này hay pê để phụ kê miên bao từ với nhá nhưng phải rốt chạy chân thế chứ cái này còn một này cái này còn sạch này chẳng nửa pê phải spy như trong mặt ban trong bơ cái này bảo bót spy nói chơi răng men tai không năm đi trong ban tu tia tha răng cứ lực pin ớt miên cả lâu nhưng mới đừng răng này hiểu nè chẳng ai nhầm tha ớt miên cả lâu răng tay nhưng có hiên gì tha bao này vì anh miên có bao trời miên tư miên màu tay bờ oi lên tập phò ca sầm tí nhưng bảo răng khai ai smart đây bàn tay bờ chỉ miên bảo răng phên tí nhầm tha bảo răng aiเนี่ยดอลตะบูนตัวลำปีบ่จังเป็นท่าตัวก็ท่าลัตพอมีจรังครบแต่ยังตุ่มโลตะดอลปรางติมองมาทำยังมองพ้นยังบ่ยังเกิดปีการประกวดเวิร์คคัพการปีปอนมา20 ปีอ่ะก็ท่าการประกวดนี้เปรียบบันโดยการประกวดไฟนอลเกมจังระเบียงอังกฤษโมซังตินปรางจมวยสเปนพวกท่าปีปอน20 ปีมี30 ปีครั้งก็มีเกเรนแต่ประมวยประกวดดินี่คือชื่อประกวดที่ประมวยใหญ่แต่เล่นตรมแวะมีไฟนอลอะไรบ่จังมองพ้นยังตุสนาบันปรามโดยมา20ประมวยได้จังยังสมจุนเจสมโนมวยสมโนงี้สุดที่ก่อนแต่มองพ้นฟุกาเซียการไล่จุดพับลิกชวนชนะทีวีสปอร์ตเด็กชมพิมพ์ของมันถึงครั้งไอ้ยังหนึ่งเชื่อเรื่องบอลโพลินได้ชุนเนี่ยไม่ได้ยังไอ้มีปีใบสมโนจังสมโนปีขยมตัววิ่งไอ้ลาฟีกุ๊ปจำชื่อบ้าจำลายคำคังไอ้บองสมโนสุดท้ายตากรมจุดเรือจิตบารังทลอบลายมาดาวแวะแปะกันดาปลายปลอดบ้านประมาณดองบ่าให้กระทลอบกรมจึงไอ้บ้านประมาณดองบารังไงบารังจังฮาวาช่วยรีพิทสมโนทีมั้งbà nhưng mong bố dân sớm núa cứ nghe bà ta krom chụp trên mòn cọc bà răng lao mặc đòn vẹt vẹt cần đạp đại pro rồi có semi fight nó lắm phần màn đòn em cứ ở bên ấy cứ bắt trong nó nghe bà chia hay trên chân ấy chạm cối ấy đã hỏi chân ấy phần màn đòn chẳng lang đầu vẹt vẹt đạp đại pro màn đòn chân ấy phần màn đòn bà bây giờ bóng phone còn mình hiện của bạn thì đây còn bạn lươnไปยังเลยđó này bà chân mình chụp Harvard trong có bàn tham pi lợi đó đâyแต่ตอนนั้นคลาแต่ตอนตรงการประกวดกรมจะไปจับบารังจะไปสเปนบ่ยังในตีนำปีบารังบากรมมอนกองนี้ทลบชนะจึงไอบาบองพนังสระใบบ่บ่ยังปรับมองพนังดังเนี่ยปงเย่ปีดองบ่การผมไว้นังปีปอนดับผมไปกลางเตยไอบารังคือโอเคเชียร์กรมที่ใบหายในขนมประวัติศาสตร์เวิร์คคัพแต่อาจเชื่อมาดอเวะแปะขนาดปลายปลอดใบเลือกจอเนี่ยมีในท่ากรมจะไปเช็ดการปีจุดนอนอัลบั้มคาร์ลจ้ะการจุดนอนเปียแต่เพียงเมียนอัลบั้มคาร์ลเนี่ยชั่วโมง8 ปี8 ประมวยการซับได้กี่ลางมาดาวเวะแปะกระดาษไฟปลอดใบเลือกจอเนี่ยนั่งกรมจะไปเช็ดบราซิลชั่วโมง9 บุญ9 ผมใบ1 ปีปอนปีก็เคยทลบลางดาวเวะแปะกระดาษไฟปลอดใบเลือกจอเนี่ยได้นั่งอะไรนี่บารังบากรามการดักนอมาระบอบโลกเดย์ชัมกอดบันดักนอมาบารังให้ลางดาวเวะแปะกระดาษไฟปลอดใบเลือกจอเนี่ยเมียนปีปอนดับผมใบปีปอนมา20 ปีปอนมา20 ประมวยปัตตายังตระดังท่าปีกรมแข่งเลยดักชัมรีบร้องโนเมียนบราซิลนั่งอัลบั้มมีแต่เกสสังแต่จบใช้ได้อาจบังคับกำลังตราลางตราไฟนอลไปเลยจบเนี่ยบารังตรมตำหนักการเปลี่ยนดับเลยปลอดอะไรเต้นะแต่บางสิ่งที่กอดเช่นเนี่ยกรมจุดประจิตในสปานอยู่นี้ก่อนหนึ่งใครจะกรมติดใบได้ลางดาวเวะไปปลอดใบเลยจบเนี่ยปีปอนดับผมใบจึงไอ้ปีปอนมาปีรองจึงไอ้อย่างปีปอนไปผมไม่ได้บางสิ่งจะเช่นเนี่ยสปานรองจำจุกาเช่นเนี่ยเรียงอังกฤษจมูกสังตินไอ้เจ้าต้องถึงประวัติมวยติดแต่ละอ้อเนี่ยคือกำลังตราระบบโลกเดย์ซัมมีการประกวดกรมตัวหนึ่งกรมจุดประจิตในสปานนี่ก็ดักน้องคือกอดคลอดทูบันหลอกเรามาได้แต่ปีเลือกจงกรานนี่ใบจีจันใบจีจันกรมจุดประจิตสปายตรมแวะมีไฟนอลปีปีนสิ่งนี้จันในยูฟานิสลิกลัตพอบุญพรำจันในยูโรกาปีปอนมา24 ปีตลมวยให้กำนัดตรามวยได้ยังเตยกอดสมกอลจุดนี้โลกดีๆซ้ำกอดนังคลายจีครูผมวักดำบงเก๋ได้ดักน้องบานจรานประกุดจึงเกณฑ์วักขับมา24 เลิกสมัยจุดนั้นอะไรนี่กระทำการประกุดตัวมาร็อกกอดบานมา25 เลิกสมัยจุดนั้นแต่แต่กลุ่มบักระบอกกรมจะไปจิตอัลมองคลายคือโลกเฮลมอดชอนได้ดักน้องมัน25 เลิกจังจุดนี้คือเชี่ยกำนัดตราไปใช่คล้ายจีครูวักดำบงเก๋แต่ดักน้องบานจรานประกุดในวักขับโป้คือดาวมา25 เลิกบ้าไอ้ใบยัง JP สเตตครอบบาวินขนมจุ่มน้ำดับมวยครอบเตียงเดลบารังเนี่ยสุดประโจตีแต่ละกลุ่มกุดดับมวยครอบในเวิร์คคัพดับมวยครอบพิจารณาคือการล้างในขนมเวทีปีจังมีดับบุญครอบได้ไอ้การล้างขนมตังที่มวยดับมวยครอบเซนเจ็ดคือสัตว์สังแต่การล้างในขนมตังที่ปีจังการประกวดจุดนี้เนี่ยวิเพียทอมในดมอนเราก็ได้ชิลล์ผมโลกกัดกระทาการประกวดได้ละออเมอร์ต่างๆทั้งหมดพ้นคือในขนมตังที่ปีตังที่ปีจงเมาหรือไอ้วิอาเชื่อมเราเมาหมดไทยไม่ใช่เลยวิอาจังวิวัวการประกวดนั้นกันแต่ฮิตกันแต่กระไดบ่าให้ก็บารังในขนมปฏิกาว่าคาปีปอนมา25 มวยคือจีกรมแต่มวยกุดได้มีสเตตสุดจำตีกุบกุดชานจิเก
ជាងក្រុមណាត់អត់ on target ជាប្រជុំភាគមកប្រកួតអាច7ទៅ8លើកដែលចង់គោលដៅ បាទ ព្រោះយើងឃើញដូចលើកឡើងអញ្ចឹងព្រោះបារាំងមិនមែនជាក្រុមមួយដែលលេងមើលគេ បាទអង្គុយអានេះនិយាយភាសាអាក្រក់ថាមិនមែនអង្គុយមើលក្តិតគេ បាទ ទេ មានថាគាត់បុកបានគាត់បុក បាទ គាត់អត់មានថាត្រូវទោះប៉ះក្រុមប្រភេទណាក៏ដោយ អាហ្នឹងវាថាមន់ពូជហ្មងមន់វាយហ្មងមិនមែនមន់មកអង្គុយរត់រងទេ សំខាន់ឈ្នះដឹងឈ្នះចាញ់នឹងចាញ់តែតែគាត់លេងនឹងគាត់ទៅឈ្នះរហូតដល់ពីការ2018គាត់2022គាត់ទៅចាញ់ ចាញ់អាសាំងទីន បាទចុងក្រោយសំណាងឯងដែលម៉ាទីណេសជួយកូឡូម៉ានីបានរ៉ាន់ដលកូឡូម៉ានីតមកជើងខ្ញុំក្រោយវាថាត្រូវតែផ្ដាច់បានហើយ បាទនឹងចាប់គឺចាប់សពគ្រប់ហើយ វាថាដាច់ហើយខ្ញុំថាដាច់ហើយបាល់ បាទនឹងវាអប់ពេក វាសតមកហើយបាល់ធ្លាក់មកគាត់តតយក direct ហ្មងគាត់គូសយក direct ហ្មង គូសិចដូចអត់វាតតត្រីវ៉ាឡេអញ្ចឹងតផ្ទះហើយ វាស្ដាយមែនតើអញ្ចឹងណាកន្លែងនោះដែលអាសង់ទីនអ្នកដែលមានគុណសម្បត្តិធំក្នុងការឈ្នះពាន World Cup រដូវកាលចាស់គឺខ្ញុំឲ្យ credit លើ Martinez ហ្មងហើយខ្លាំងណាស់ ហើយបើត្រឡប់មកអេស្ប៉ាញវិញតែទៀនតិចមុនជួប Harvard អេស្ប៉ាញតាំងពី2010ដែលគេលើក World Cup មកមាននេះជាលើកទី2ដែលអាចឡើងដល់វគ្គពាក់កណ្ដាលផ្លេច5ដងទៀតមានដល់ម៉េច2014ធ្លាក់ក្នុងពូល2018និង2022ធ្លាក់ត្រឹមវគ្គ16ក្រុមចុងក្រោយអញ្ចឹងឆ្លើយពេលដល់ទៅ2026មាន16ឆ្នាំបានគេឡើងដល់វគ្គពាក់កណ្ដាលផ្លេច5ដងទៀតហើយកំណត់ត្រាដែលល្អគឺក្រោមការដឹកនាំរបស់លោក La Fonte នេះ La Fonte បាទគាត់ដឹកនាំទាំង World Cup ទាំងក្រុមបាល់ទាត់អេស្ប៉ាញនៅ Euro 13ប្រកួតអត់ទាន់ស្គាល់ពាក្យថាចាញ់ទេឈ្នះ12និងស្មើតែមួយប្រកួតទេអានេះគឺជាកំណត់ត្រាយើងត្រូវដឹងហើយគិតត្រឹម90នាទីក្រុមរបស់លោក De La Fonte 36ប្រកួតជាប់គ្នាតាំងពីខែមីនាឆ្នាំ2024មកអត់ទាន់ស្គាល់ពាក្យចាញ់ទេឈ្នះ26ស្មើ10ប្រកួតអញ្ចឹងយប់នេះបើសិនជាគាត់លេងមិនចាញ់ទៀតមានតែអេស្ប៉ាញតាមស្មើកំណត់ត្រាអូស្ត្រាលីអ៊ីតាលី37ប្រកួតលេងមិនចាញ់សោះដែលអ៊ីតាលីធ្វើបានល្អផុតកាលពីឆ្នាំ2021ដែលគាត់ឈ្នះអង់គ្លេសនៅ Final Game លើកពានរង្វាន់ Euro បាទនេះគឺជាកំណត់ត្រាដែលបងប្អូនយើងត្រូវដឹងហើយអ្វីដែលចងចាំថាក្រុមទាំងពីរមានម្នាក់មួយផ្លែប្រវត្តិការ World Cup 2006បារាំងឈ្នះដល់ពេល2លើកចុងក្រោយវគ្គសេមីអេស្ប៉ាញគេឈ្នះ ទាំង Euro ទាំង Nations League ទាំង Euro ទាំង Nations League បាទអញ្ចឹងឥឡូវ Harvard វិញ Harvard យល់យ៉ាងម៉េចការប្រកួតនេះ ការប្រកួតនេះខ្ញុំអាចគិតថាតឹងបាទតឹងអាចនឹងពឺ បាទតឹងមានក្របច្រើនឬក៏តឹងអត់ក្រប តឹងអាចថាវគ្គទី1វគ្គទី1អាចនឹងស្ទើរក្រប បាទ អាចថានឹងនិយាយយ៉ាងត្រូវនេះគឺថាសាខ្លាចហី វគ្គទី1អាចនឹងមានច្រើនត្រូវមកក្របឯងបាទអញ្ចឹងគូនេះដូចបងអូស្កាដូចជាបងរកគាត់រៀបរាប់អញ្ចឹងគឺអាចនឹងមានច្រើននៅក្នុងវគ្គទី2បាទតែយ៉ាងណាគូនេះខ្ញុំជឿជាក់ថាវគ្គទីវគ្គទី1អាចនឹងមានមកក្របហើយចូលដល់វគ្គទី2អាចនឹងមានច្រើនហើយអេស្ប៉ាញនឹងផ្ដាច់ត្រឹម90នាទីអាយ៉ាបាទ បាទ ឥឡូវសុំប្រកាសអ្នកឈ្នះមួយសិនឥឡូវបាទឥឡូវសុំប្រកាសអ្នកឈ្នះបាទគឺ Brother Sal Game នេះ Sal Sam បាទចេះបាទសុំដាក់ OBS អូខេបាទSal Sam យ៉ាងចាំងតិចបាទគាត់ដឹងហើយហើយតែឈ្មោះ Sal Sam អញ្ចឹងគាត់ដឹងហើយមែនចាំងតម្លាក់ពលឺទូរស័ព្ទយើងវិញមកនេះបាទបាទ Sal Sam នេះគាត់បានបំពេញលក្ខខណ្ឌហើយគាត់ទីត្រូវទៀតទេបាទអញ្ចឹង Sal Sam បាទតាក់ទងឆាតមក channel Telegram ដែលយើងបាន pin មានបាន pin Telegram ហើយ pin ហើយpin ហើយបាទ channel Telegram បងប្អូនយើង pin ហ្នឹងគឺឆាតមកបាទយើងនឹងផ្ដល់អាវជូនសម្រាប់បាទ TBX World Cup បងប្អូនណាហើយមិនទាន់អស់ទេមានទៀតតែចិត្ត Harvard ដាក់មកសំណួរទៀតបាទឥឡូវ Harvard បន្ថែមទៀតមកអញ្ចឹងបាទ Harvard ទៀតមកបើចឹងសម្រាប់ការគួតនេះគឺខ្ញុំជឿជាក់ថាបើសិនជាអេស្ប៉ាញអាចបិទបានគឺគាត់នឹងផ្ដាច់ត្រឹម90នាទីតែម្ដងតែបើសិនជាឈានចូលដល់ម៉ោងបន្ថែម120នាទីឬក៏ដឹកដៃគ្នាដល់ការទាត់បាល់ពេងនាទីគឺបារាំងយកបារាំងអ្នកឡើងហើយតែប្រគូនេះបើសិនជាអាចនឹងស្មើ120នាទីអាចនឹង2ទល់នឹង3ទល់នឹង3ឥឡូវ Harvard អញថាអេស្ប៉ាញអាចឈ្នះអញ្ចឹងតើខ្ញុំចង់ឲ្យ Harvard អញនិយាយមើលអំណះណាខ្លះដែលយើងគិតថាអេស្ប៉ាញអាចឈ្នះបារាំងទាំងដែលបារាំងឥឡូវក៏ល្អមិនក៏បើយើងអាចនិយាយថាអេស្ប៉ាញឈ្នះបារាំងកើតឥឡូវមើលចំណុចណាដែលយើងមើលឃើញថាឈ្នះបារាំងតែខ្ញុំមើលឃើញគូនេះគឺបារាំងថ្មីត្បិតតែតំបន់លើគាត់4នាក់បាទមាន Doué Mbappé Olise បាទមាន Dembélé កំពូលអ្នកប្រយុទ្ធមែនប៉ុន្តែសម្រាប់តំបន់បំរើហែងការពារខ្ញុំមើលឃើញតែរៀងស្ទើរអញ្ចឹងថ្មីតែបារាំងហ្មងអីស្ទើរការពារទៀតខ្ញុំមើលឃើញរៀងស្ទើរចូលឥឡូវសម្រាប់ការយកឃើញរបស់អូនប្រុស Harvard តាមបន្តទៀតហើយបើយើងនិយាយទៅលើអេស្ប៉ាញវិញថ្មីត្បិតតែកីឡាករគេឆ្នាំនេះដូចជាមើលទៅកីឡាករលីកធ្លោដូចជាឡាមីនយ៉ាម៉ាល់ក៏មិនសូវជាអាចខុកបានប៉ុន្តែកីឡាករផ្សេងទៀតគឺលេងជាធីមល្អអញ្ចឹងសម្រាប់ការទប់វាយបកសម្រាប់ក្រុមជើងអេស្ប៉ាញនេះខ្ញុំជឿថាអាចនឹងមានប្រសិទ្ធភាពខ្លាំងជាពិសេសគឺមានស៊ុបប្រសាប់មួយគឺ Miguel Moreno យ៉ាងបាទថ្ងៃនេះគឺច្បាស់ណាស់លោក De La Fonte អាចនឹងប្រើប្រាស់គាត់ក្នុងជាកីឡាករបម្រុងហើយអាចនឹងផ្លាស់ប្ដូរគាត់ចូលនៅក្នុងពាក់កណ្ដាលផ្លូវក្នុងវគ្គទី2
ចឹងបើសិនជាគូនេះអាចនឹងចប់ត្រឹម90នាទីអេស្ប៉ាញផ្ដាច់យកហើយ អាយ៉ា បាទ ចឹងមកផាយម្នាក់ណា បាទ តែមេរ៉ូណូជោគជ័យ2 ដងហើយគាត់តែជោគជ័យ3 ដងមួយបារាំងណាលោកណា បាទមុនយើងឃើញអាស្ដៃគឺការទាត់នោះគឺ element សិន element គាត់រៀងកំពុងមែនសូម្បីតែទីបានគូទាត់ក៏អាចនិយាយថាភាពខ្វះខាតរបស់ element នឹងព្យាយាមធ្វើឲ្យគាត់រឹងមាំនៅឱកាសក្រោយមានន័យថាអត់ពីគាត់ទៅ element នឹងអាចបង្ហាញយូរអត់នោះជាបទពិសោធន៍ណាបង្ហាញខ្លួនក្នុងការប្រកួត World Cup 2026នេះជាបទពិសោធន៍ឲ្យគាត់នឹងបំរុងថាអ្វីដែលគាត់ត្រូវផ្ដោតអារម្មណ៍រក្សាអារម្មណ៍យ៉ាងម៉េចអ្វីដែលសំខាន់នេះយើងនិយាយគូទាត់ឃើញដល់គូទាត់ថាអេស្ប៉ាញនិងបារាំងនេះអ្នកណាឈ្នះអ្នកនោះជាម្ចាស់ពានហើយ គូទាត់គាត់បានលើកឡើង គាត់គិតថាមានន័យថាគាត់គិតថាគីឡូអង់គ្លេសគីឡូអាសង់ទីនគ្មានអីប្រជែងជាមួយនឹងអេស្ប៉ាញនិងបារាំងទេឥឡូវHarvard គិតមិនដែរ យកស្របហ៎តែមិនសួរទេគេយកអសង្ទីនហ្នឹង យកអេស្ប៉ាញ អត់ទេគេអ្នកគ្រប់ត្រអសង្ទីន អេចឹងត្រូវទៅសួរទៀតហើយព្រោះអីគាត់ថាអសង្ទីនគាត់គិតថាអសង្ទីនតែសម្រាប់ទីបាល់គាត់យល់ខុសពីគាត់អញ្ចឹងយើងគិតមិនដែរ គូនេះយើងអត់មានអីធម្មតាគឺស្វីតែពីរនេះខ្លាំងមែនប៉ុន្តែទៅដល់វគ្គនោះបើសិនជាបើអង់គ្លេសឡើងក៏អង់គ្លេសអាចរៀងតែមដែរព្រោះអង់គ្លេសគឺអ្នកសាចឹងឯងបាទតែមិនថាទម្លាក់បច្ចុប្បន្នអង់គ្លេសក៏គេការពារគេរឹងដែរបំរើបាច់ឲ្យអង់គ្លេសគឺ keep seat របស់គេហើយបាទឥឡូវចឹងឥឡូវអូស្ការវិញខ្ញុំចង់សួរវិញថាតើលោកអូស្ការគិតថាលទ្ធផលមុនគិតថាម៉េចថាបារាំងអេស្ប៉ាញមិនអត់បានទេហើយទាញមកចំការទៀតឥឡូវលោកសួរឲ្យសំណួរឲ្យឥឡូវយកបលរបស់លោកតើក្រុម សួរផ្លូវការតិចមើលសួរឲ្យពិសោធន៍តិចមើលសួរគេតាន់សួរគាត់គេឆ្លើយចឹងតែការយល់ឃើញរបស់លោកតើលោកគិតថាគូទាំងពីរនេះលទ្ធផលបែបណាហើយតើយុទ្ធសាស្ត្រនៃការលេងនឹងរបស់ក្រុមទាំងពីរនឹងប្រើយុទ្ធសាស្ត្របែបណាខ្លះសំណួរល្អប៉ុន្តែបុគ្គលដែលសួរនេះអត់ល្អមានតែជាមនុស្សអត់ល្អអវិជ្ជមានអ្នកខ្ញុំណាបើសម្រាប់ក្រុមទាំងពីរគឺជាក្រុមខ្លាំងដូចគ្នាមានន័យថាបើសិនជាអ្នកគ្រប់គ្រងអេស្ប៉ាញគាត់ប្រកាសទីអេស្ប៉ាញឡើងហើយអ្នកគ្រប់គ្រងបារាំងប្រកាសទីបារាំងឡើងព្រោះក្រុមទាំងពីរល្អដូចគ្នាវាស្ទើរតែរកចំណុចមួយដែលខ្វះខាតអត់ទាន់ឃើញតាំងពីការប្រកួតតាំងពីវគ្គចែកពូមកបាយស្ប៉ាញរបូតតែមកគ្រាប់ទេការប៉ះមួយ basic បារាំង3ប្រកួតចុងក្រោយនៅវគ្គ knock out stage អត់របូតទេតែរបូតក្នុងពូលបាទរបូតក្នុងពូលប៉ុន្តែ knock out stage អត់របូតទេអញ្ចឹងបើយើងនិយាយពីប្រព័ន្ធការពារក្រុមទាំងពីររឹងដូចគ្នារឹងយ៉ាងម៉េចបើថាអេស្ប៉ាញប៉ះជាមួយ Portugal ក៏គាត់គ្រប់គ្រងបាល់ច្រើនហើយបារាំងនេះប៉ះជាមួយនឹងម៉ារ៉ុកគាត់គ្រប់គ្រងបាល់ច្រើនប៉ះជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែតប៉ះជាមួយនឹងក្រុមជម្រើសជាតិប៉ារ៉ាហ្គាយក៏គាត់ជាអ្នកគ្រប់គ្រងបាល់ច្រើនអញ្ចឹងពិបាកនឹងឲ្យក្រុមណាដែល counter ក៏ជា comeback មកលើពួកគាត់នឹងងាយនៅក្នុងការរកគ្រាប់បាល់ច្រើនវាពិបាកបើយើងនិយាយពីប្រព័ន្ធការពារយើងអត់ទាន់អាចថាគាត់រឹងខ្លាំងម៉ានទេព្រោះក្រុមដែលគាត់ជួបពីច្រើនកម្រិតនៃការលេងវាអាចរៀងទាបជាងបារាំងមានតែគាត់ឱកាសនៅក្នុងការបង្កើតឱកាសcreation ឱកាសធំវាមិនសូវជាមានច្រើនទេសូម្បីតែប៉ូទុយហ្គាល់ប៉ះជាមួយអេស្ប៉ាញក៏មិនមានឱកាសសុទ្ធអីឲ្យថាឲ្យអ្នកចាំទីគាត់ពិបាកនឹងការសេវធំៗដែរវាសឹងអត់មានវាខុសពីអាសង់ទីដែលគាត់ប៉ះអេស៊ីបដែលអាចសុទ្ធទៅសុទ្ធមកខុសពីអង់គ្លេសជាមួយនឹង Norway ដែលមានការសុទ្ធទៅសុទ្ធមកវាអត់មានអញ្ចឹងខ្ញុំកាត់អេស្ប៉ាញឥឡូវយើងនិយាយថាអាសង់ទីនមានទៅសុទ្ធមកអាហ្នឹងវាអាចមកពីកតាអាសង់ទីនស្ទើរចឹងក្រោមខ្លួនឯងដែរឬក៏អាហ្នឹងវាអាចគុណភាពគេដែរព្រោះតែកម្រិតអាសង់ទីនគាត់ប៉ុណ្ណឹងក៏ល្អហើយបើអេស៊ីបគេមានសិទ្ធិប្រយុទ្ធល្អដែរហ្នឹងហើយបើថាស្ទើរប៉ះមួយខាប់វែដែលយើងអត់ដែរស្គាល់គាត់ប៉ុន្តែមកគ្រាប់របស់ខាប់វែសុទ្ធសឹងតែគ្រាប់បាល់ល្អអានេះវាអាចថាមានយើងអាចដែរដឹងអំពីជើងរបស់កីឡាករខាប់វែទេព្រោះខាប់វែកីឡាជើងដល់ពេលយើងគិតថាជាក្រុមថ្មីយើងគិតថាកម្រិតទាបជាងអាសង់ទីនដល់ពេលយើងលេងឃើញវាខុសពីការវិភាគរបស់យើងខ្ញុំមានអារម្មណ៍ថាជាការយល់ឃើញរបស់ខ្ញុំណាជាមួយចំពោះអាសង់ទីនណាគាត់របូតគ្រាប់បាល់ច្រើននោះក៏ដោយសារតែគាត់ព្យាយាមរក្សាកម្លាំងនៅចុងម៉ោងអាសង់ទីនគាត់លេងអត់សូវក្តោបបាល់ទេមានថាគាត់អត់សូវល្មមក្នុងការគ្រប់គ្រងបាល់ទេគាត់ដូចអេស្ប៉ាញគាត់ដូចបារាំងគាត់ដូចក្រុមធំជាច្រើននៅតំបន់អឺរ៉ុបដែលប្រើប្រាស់យុទ្ធសាស្ត្រក្នុងការផ្ដាច់ចរន្តគូបដិបត្តិឲ្យលេងបាល់ណាតែអាសង់ទីនអត់ទេប៉ះអ្នកណាខ្លាំងល្មមក៏គាត់អត់កញ្ជ្រោលអត់ទៅប្រេះខ្លាំងពេកគាត់ព្យាយាមទី1ខ្ញុំអាចនិយាយបានថាជាយុទ្ធសាស្ត្រក្នុងការរក្សាកម្លាំងចុងម៉ោងទី2គឺកាត់បន្ថយនៃការប៉ះទង្គិចបើតាំងមួយមានថាគាត់លេងដូចខ្ជិលចឹងដូចដើរគេលេងមានថាគាត់ថយទៅបិទទេមានន័យថាជួនកាលអាការលេងបែបនេះមិនមែនដោយសារគាត់អត់មានសមត្ថភាពក្នុងការគ្រប់គ្រងហ្គេមទេគាត់មានប៉ុន្តែគាត់គិតទៅលើមិនទី1មានថាបើគាត់គ្រប់គ្រងបាល់ច្រើនគាត់ច្បាស់តែត្រូវការរងការច្រឡែងខ្លាំងហើយអញ្ចឹង physical សុខុមាលភាពកីឡាករมันអាចរក្សារហូតដល់ការប្រកួតជ្រៅនៅ World Cup ទេព្រោះដំណើរនៃការប្រកួត World Cup ហ្នឹងវាត្រូវបន្តដំណើរវែងឆ្ងាយទៅទៀតអញ្ចឹងមានថាគាត់ព្យាយាមគិតថាការប្រកួតដំបូងប៉ះមួយក្រុមល្មមនៅវគ្គ knock out stage អាយការសុពេញនេះមែនអើយវគ្គ knock out stage ដល់ពេលអញ្ចឹងទៅវាមិនសូវនេះវាមិនសូវវាថាមិនសូវត្រូវប្រើកម្លាំងខ្លាំងទេបាទតែគាត់គិតថាបើសិនគាត់រក្សាសុខភាពកីឡាករទាំងកាយសម្បទាអីនឹងល្អទ
ตกแต่เลยเนาะมองแวะบูนเนี่ยแวะผมไปแวะบูนเนี่ยจะมวยหนึ่งกรมหางล่างแม่เนี่ยอะไรจุ๊บนะ สักครั้งไง ครั้งไง ไอ้บงกรมนั้นสั่งแต่ทรอปชนะจึงไอ้ต่างอังเลยทรอปชนะมาดองฝรั่งปีดองสังติมใบดองไอ้มวยเจ็ดเอสปานมาดองสั่งแต่ทรอปชนะต่างยังทรอปมาเรื่องยังวิ่งเมื่อทายยังเคยกรมจุดเลยเจ็ดฝรั่งปัจจุบันโดยพี่ชี้ยังพี่พลิปทิปในตะวันวิจุดอ่ะโดยพี่ชี้ยังยังเมื่อมีด้วยมีเดิมมาเลยให้จังเคลนเอาไปกอดงี้สำหรับคนติดโปกอดทรอปเล่นจมูกจังโดเอทรอปเล่นจังจมูกเดิมไปเลยจังเวียมีเพียงงี้สู้ครั้งแต่นะแต่มาเล่นมาตอนจุดนั้นเอามาไปอ่ะโดยเฉพาะตอนนี้นั่นนะตอนนั้นนะตอนนี้แค่นี้ไปไมเคิลโรเซ่คือกอดกับปงตลอดไมเคิลโรเซ่คือเจนอาซิชราหมดพอได้ในวันคัพชนะหนึ่งยังบุปผายึดบ่ฝรั่งชนะนี่คือหล่ออ้อมเหมือนเต้นฮะแบบยังปีบุปผากาเปียยังเฮียงกี่ได้ยังถนัดจัดลูกาดิเนียที่เจ้มาใส่จุดนั้นลูกาหรือกับที่โอกับนปงเป็นสัญญาฝรั่งจึงกระร้องคือหล่ออ้อจึงดอกมันเป็นจุดเด่นจังกรมต่างปีนี้จังยังกระต่ายมีกรอบบาชราหนุ่มพอดทำใบกรอบจะกรองยังกระต่ายอัดปรามบูโดยในยูฟาในเสร็จเจ้อะไรยมแบบยมกระทาจีจบอลยมนะยมทำอันgìทำเหมือนบุญปียมกระทาใกล้สมที่อัดสมาร์ให้ในจงมังฝรั่งซีbìnhซีจงเมาบ้านยมมือเคยจะได้แบบปอนแบบจุดบ่ไอสเปนปัจจุบันขนมปอบเอายาสบายทัดตั้งกับมาชุ่มเมย์มันตอนไอหล่อเดนิเอลโมก่อนในจีเนี่ยไม่เพลย์กับชียมเดลิเวอรี่ดักบ้านเดินแต่มันจุดเฉยมาแต่ก่อนป่าหมดชูอาร์เมนีหรือก็ราบิยอดหรือก็ไซมาราอันกับโลกันเต้ยมกระทาก่อนนั่งไปบ้านของการดักไอ้ผู้ก่อนนำชียมปัจจุบันnàyอันนี้มันทัดเดนิเอลโมคือเนี่ยนอมมาลินสำคัญบ่อยสเปนเนี่ยคลาสก็เราตัวยามาก็เราด่าเล็กเบนน่ะปันไตก็ต้องทัดตาเนี่ยนะเดี๋ยวชียมจอบเดนิเอลโมเปตรีเนี่ยเบอร์เราตรีก็ไม่ใช่พี่ยิมบางการเดินตัวบ้านผมจะคันเลยประมาณนี้ก็พี่ยิมตำแหน่งคลูนมอสปอร์ตตัวบ้านพี่เนี่ยใส่กระเปียจมูกนังกาสังกุพี่ยิมประจักษ์ร้อนนะปัจจัยเนี่ยแต่พี่ยิมบรรจุบ้านดักบ้านบรรจุบ้านเดียวกันแต่บ้านผมจะได้สำคัญมากเพราะคือมีเดนิโอโมเปตรีนี่ไงจังยิมกระทางไงนี่เบอร์สันเจียปรังกูแต่พี่ยิมกระดับเนี่ยอย่างปีนี้อัดเอาเมียนบ้านเบอร์อัดเมียนบ้านละคือยามาก็เธออัดใจเนี่ยเมียนทันไปแต่ก้อนเมียนออกดักเตอร์มาบ้านเรื่องให้สะอาดให้ประตูยามาก็มีจุดล็อกของการรกตีจังมือดอลลาร์สมัยคุณไอ้ด้วยจะเล็กเป็นน่ะจังยมก็ท่าไงขนมการประกวดนี่ยมเมื่อเคยอยากได้คือเอสปานปัจจุบันสเตอร์จุดเชียงบรังแมนแต่ก่อนท่าเบอร์ยี่ปีการสมที่ยมอดเห็นสันนิษฐานให้ผู้สักบายเอสปานบัตรก่อนมันตอนซีเกเฉินแต่เกก็มันมีซีกว่าได้ก็เล่นนั่งเหมือนกันจังก็ท่าไอสมาคือเนี่ยแต่ก็พัดปีการสมที่บรังลดเลยบรังตับไอ้อะไรมันต่อใส่เรื่องสมัยหาว่าดักมาสมโนทิศจนบางคนยังสมโนน่ายังใครคลำมั้งไอ้บางคนยังคอมเพล็กซ์เสียการนี่จะพับเล็กให้จอยชแนลเทเลกราฟที่แวะแต่คอมพิวเตอร์มันกันกราฟบายเอาตัวเดียวไม่ใช่มีสมโนเอาตอนมีสมโนของครูนี่มือมีนะไอ้แบบแต่ก่อนสมโนละยังตั้งตีมาอะไรใช่ไหมได้จ้ะบ่รักได้ไหมเราชื่อสมมุติได้เนาะยังเราชื่อสมมุติตากรมยมเจ็ดมันต้องยิงสู้สปายไงบรังนะยังยิงสู้สปายร้อยได้มันต้องลาฟีอย่างได้เนาะสู้ตากรมบาลต่อจมเจ็ดสปายสลับในการประกวดแปะกันนะประวัติในปฏิกาเวิลด์คัพบาลต่อผู้ลงหมานดองตั้งเล็กเนี่ยมาตั้งเล็กนี่ให้ชนะบ้านหมานดองใช่ไหมต่อชนะเชียงไอ้บ้านประมาณดองยังโดยแต่สมโนบรังมันนั่งได้เด้มาดาวปรังลางดอเวสมีผมไปดองชนะจึงไอปีดอนึงสุดได้แต่กันแอดมินปงเตี้ยจีนพ้องมาสุดได้ดาวอัมซีมุสลักมาสุดได้บางคนออกนี่มาจากอะไรมาต่อที่บางคนยังมาตัวเตี้ยนะตัวเตี้ยคือถือเสียการลายจะพับลิกให้จอยชนะเต้นเลยกันยังบานพินเนี่ยให้บอมโอนยังชลายสมนุบานเตยมุนกี้ยังประดาชูเนี่ยน้องไงให้กรมต่างปีนี้เวลาเอามือทางทาเจบางคนบอกเปรียบเทียบกรมมันโดยเอสปานป่ะพีเอจีโดยพีเอจีป่ะจมูกใบย้อนยังไงไปยังยีปีเพียบเอาบอกกรมต่างปีนั้นคือมีนาครูวักทั้งสองครั้งคือกดบานในซาตัวระยะเพียบกรมบานออมแบบรังถึงกรมได้กดลางดอลวอลคัพปีปอดผมไปชนะเชียงไอ้นั่นก็มีกลากรมาจำนวนในขนมนึงจานเฉพาะนั้นสังแต่กลากรได้เล่นในปีปอนไปปีได้จันสังตีนดอกบาเป็นอันที่คือมีจานไอ้ใบสปานนี่คือเจลับใบกลากรได้ลูกลิสเวลาฟันเทเนี่ยยังเคยได้สปานคือชนะเชียงไอ้รบแบบปีปอนมาไป4ปีจานคือมาสเตอร์ต่างหากก่อนฮะเมนผมมารูปปอนเลยมาจำนวนโดยเชียนิโควิลเลียมคือกดอัดไปเชนไก่ดำมูเนี่ยดำมงตัวลงอะไรเบน่าไอ้เมนเทนนึกไปแต่กดนิโควิลเลียมคือกดเล่นแบบธรรมดาด้วยกลากรตัวเต๋อวิอัดโดยเชียเอาไว้แต่กดทลอกทุกบ้านล้อการปีชนะปีปันไปบนแต่กดล็อกช่วยชนะจมูกหนึ่งยามาเลยยามาคือกดนั่นแต่ล้อจังพอตาบสุดถ้าจะมากดมุดหนึ่งขนมการกรอบเบาจมูกหนึ่งกูปกดในแต่ลายตีเมื่อแต่กดจะแม็กเพลย์พอตาเอากดชนะประจบที่โดยการปีมุนเรียงบ่าพอการปีปอนมาไปบนเอาไปแต่กดจับดำลางครั้งกลากรกูปกติจังคือกอดอัดสักปะเลยอยู่มาประมาณนี้ก็ถ้ากอดจีกลากรไว้ขึ้นเป็นดำพอดำใบชนะไอ้ทักบอลเป็นซอสเตอร์อัดสักฟอกครั้งไงเราไปจับดำก็รอปีมาปกติเติมมาปกติจับด
ក្រុមមួយព្យាយាមបិទប៉ុន្តែបិទគួរសួរតែមានគុណភាពកីឡាករដែលបិទគាត់ជាប់បាត់អត់មានទេតោះតែប៉ះជាមួយប៉ូទុយហ្គាល់ពេញ frame ប៉ូទុយហ្គាល់កំពុងឡើងខ្លាំងនៅសេរីហ្នឹងគឺមានកីឡាករនូណូមេដេសដែលអាចតាមបិទយ៉ាម៉ាល់ជាប់ទៅធ្វើឲ្យពួកគេអាចឈ្នះនៅ final នៃ League បានអញ្ចឹងបើក្រុមទាំងពីរនេះតង់ទី1ខ្ញុំគិតថាអាចនឹងរៀង stress ខ្លាំងរៀង boring ខ្លាំងនឹងលេងដល់ប្រយ័ត្នប្រយែងបើតែបញ្ចូលដល់តង់ទី2ខ្ញុំជឿថាការប្រកួតនឹងល្អមើលខ្លាំងហើយព្រោះថាក្រុមទាំងពីរជាប្រភេទក្រុមដែលមានតំបន់បម្រើអេស្ប៉ាញល្អបម្រើខ្លាំងហើយដល់ពេលបារាំងល្អប្រយុទ្ធខ្លាំងបម្រើរបស់បារាំងមិនមែនជាប្រភេទកីឡាករដែលគាត់ killer pass ឬក៏គាត់អាចថាបញ្ជូនបាល់សម្រាប់បានច្រើនទេដូចឈួរអាវីនីដូចរ៉ាបយុទ្ធឬក៏ Emery ភាគច្រើនគឺគាត់ប្រភេទលេង aggressive ប្រភេទកីឡាករដែលពឹតពាំងឬក៏រំខានយកគូប្រកួតនេះបានច្រើនបើថាឲ្យ make play នៅអេស្ប៉ាញជាមានច្រើន3នាក់ហ្នឹងគឺចំណែកមាន Dani Olmo មាន Petri មាន Rodri 3នាក់ហ្នឹងគឺគាត់រ៉ាប់រងនៅតំបន់បម្រើច្រើនអញ្ចឹងបើសិនជាបារាំងចាប់Rodri ឬក៏ Petri បានខ្ញុំជឿជាក់ថាក្រុមជម្រើសជាតិអេស្ប៉ាញចង់ពិបាកនៅក្នុងការគ្រប់គ្រងបានច្រើនតិចហើយបាទឥឡូវនេះអ្នកដែលទូទាយត្រូវចាប់ដល់មកឥឡូវខ្ញុំបងប្អូនយើងកាត់បន្តិចបាទកាត់លោកអូស្ការវិភាគបន្តិចយើងចូលមកដល់នាទីឆ្លើយសំណួរណាបងប្អូនយើងឆ្លើយសំណួរត្រូវហើយបងស្រីមិនដឹងទេបាទជាស៊ូឈីងអ៊ីបាទស៊ូឈីងអ៊ីបាទគាត់ខមមិនថា3ដងហើយឈ្នះពានម្ដងណែគាត់ច្បាស់គាត់ណាបាទគាត់ចឹងបងកុំភ្លេចឆាតមក channel Telegram ដែលខ្ញុំភីនៅខាងក្រោមនេះផងបាទមានតែមួយទេអត់មានប្រវត្តិចុចមួយផ្លាច់ចុចផ្លែតចុច channel Telegram ហើយឆាតមក direct message មកបាទ direct message មកបាទងាយស្រួលហើយហាត់រនចិត្តអត់ពិបាកបងប្អូនយើងបាទអញ្ចឹងខ្ញុំទាយឈ្នះនៅក្នុងការ live របស់ MC កាសក់ពណ៌ដូចពណ៌អីពណ៌សក់ពណ៌អាចអីមិនសក់គេលំដាប់សក់ពណ៌អាចអីសក់នេះសក់តារាកូរ៉េសក់តារាកូរ៉េជិះម៉ូតូយកអត់ពាក់មើលទៀតទៅហូរឈាមទីនៅទី7ប្រាក់ធ្វើដូចអញហ្នឹងអាមេរិកយៈធ្វើដូចអញនេះលោកខាត់បាទទៅសក់អីចឹងអូយសណាមតោះឥឡូវមានបន្ថែមចុងក្រោយលទ្ធផលឥឡូវលទ្ធផលសុំលទ្ធផលច្បាស់គិតទៅបានអាចមានក្របច្រើនឬក្របតិចបានហ្នឹង90នាទីអាចខ្ញុំគិតថាអាចស្មើតែបើអស់ម្លាយដល់ខ្ញុំថាបារាំងឈ្នះទោះបីជា90នាទីខ្ញុំគិតថាបារាំងឈ្នះតែឈ្នះមិនច្រើនទេឈ្នះអាចមួយឬក៏អាចស្មើគ្នាណាក្នុង90នាទីណាប៉ុន្តែបើគិតថាគាត់បានមានតិចខ្ញុំថាតិចឯងគឺច្រើនណាស់មានទៅមានមកហ្មងឈ្នះដល់មានគ្រាប់ដូចគ្នាអត់មានឈ្នះអត់គ្រាប់ទេអញ្ចឹងសម្រាប់ខ្ញុំជាយោបល់ខ្ញុំថាដែលខ្ញុំទុកចិត្តថាបារាំងអាចឈ្នះគឺមកបន្ថែមបារាំងឈ្នះអាច 4-2 អានេះបើខ្ញុំវិញខ្ញុំគិតថាក្រុមទាំងពីរចាញ់ឈ្នះគ្នាគឺត្រឹម90នាទីហ្មងអត់អាចដល់ម៉ោងថែមទេWorld Cup ឆ្នាំនេះខ្ញុំជឿជាក់ថាក្រុមទាំងពីរនឹងមិនអាចមានគ្រាប់បាល់លើពី3គ្រាប់ទេខ្ញុំគិតថាខ្ញុំឲ្យពីផ្លូវអាចនឹងឈ្នះចាញ់គ្នា 1-0 ឬក៏អាចឈ្នះចាញ់គ្នា 2-1 បើទោះបីជាក្រុមទាំងពីរប្រយុទ្ធល្អប៉ុន្តែប្រព័ន្ធការពារជាក្រុមល្អដូចគ្នាលេងបែបម៉ត់ចត់គេថាសាច់ដុំធំដល់ដូចគ្នាបាទអត់ចូលភាគរយអាចប៉ុន្មានទេបងភាគរយដល់គ្រប់គ្រងបាល់អូភាគរយគ្រប់គ្រងបាល់ជាមួយនឹងការសុទ្ធអាចស្មានដឹងអាសាខ្លាចហ្នឹងហ្នឹងបើមែនទេខ្ញុំចង់ថាលោកថាបាននិយាយថាបារាំងជាក្រុមដែលសុទ្ធចំគាត់ឲ្យច្រើនជាងគេអនតាហ្គេតគេមានហើយតែលោកអាចស្មានទេថាអាចបារាំងអាចសុទ្ធប៉ុន្មានជើងទេអាសាខ្លាចហើយចុះ possession អាចដឹងទេអាហ្នឹងអាសាទៅតែខ្លាចទៀតអូយចុះខ្លួនលោក Harvard ទេសាបាត់មាត់ហើយមកលោកនេះមិនចូលក្រៅគេសាហាវណានេះលះណាដល់ពេលមើលអង្គុយយេHarvard ខ្ញុំនិយាយរឿងពិតមួយនិយាយទៀតរឿងពិតមួយគាត់ជិះម៉ូតូអាម្ដុំផ្លូវថ្លឹងឡាននោះម្ដុំថ្លឹងឡានមិនម្ដុំអាផ្លូវ2004ទៅលើខាងថ្លឹងឡានលើអត់ស្គាល់ជាងនេះដែរស្គាល់ថ្លឹងឡានទេបើថ្លឹងខ្ញុំស្គាល់ថ្លឹងឡានណាលើស្ទើរជាងក្រាមដែរគេជិះលើផ្លូវគេជិះម៉ូតូគេតាំងពីនេះមកតាំងពីស្អីគេតាំងពីផ្ទះគេមកមិនមកលើអា stop នៅគេជិះចិត្តបំផុតហើយគេថាបងចូលមួយមិនមានអ្នកហៅមួយបងចូលមួយលឺថាលើកមុនសារព័ត៌មានផ្សាយថាចាញ់បោកគេចូលផឹកអស់មួយគេអស់ពី3កន្លះហ្នឹងហើយដែលខ្ញុំសារបានខ្ញុំចង់និយាយហ្នឹងលោកជិះផុត82ហាងទៅហើយប៉ុន្តែវាចប់អាហាងចុងក្រោយដោយសារហាងទី82ហាងទី82ហ្នឹង83ដោយសារ keyword តែមួយទេជិះម៉ូតូហួសចិត្ត82ម៉ែត្រដែរហើយណាគេថាបងអីលឹកបានស្ទាបបានបាត់ក្រោយអូយលឺថាផឹកអស់មកគេទៅបីគាត់លុយថាមានដើម្បីបាត់បានហើយអាឡូងហ្វីអូយហាអាសាអង្គុយទៀតមែនទេហាអាសាមែនទេណាទេតែលឺថាអាសាថាមានអាសាមានប្អូនទៅហុចទឹកក្រូចមកកំប៉ុងហ្នឹងហុចនំមកកញ្ចប់ដល់គាត់លុយ1លានជាងមែនអត់អត់ទេអត់ទេនិយាយលេងមក